Good morning សួស្តីឆ្នាំថ្មីខែថ្មីនៃដើមឆ្នាំ2026ឲ្យទៅដល់ខែ1ខែ2ហ្នឹងពេញអាខែល្ងាហ្នឹងតែម្ដងគឺអូនក៏សមាល្ងាពេកហ្នឹងគឺភួយ2ភួយ3ទៅតែឯងអញ្ចឹងណាទោះមេតិចប៉ុណ្ណាហ្នឹងក៏ម៉ាក់ហ្នឹងខំក្រោកតាំងពីព្រលឹមដើម្បីងើបមកចម្អិនម្ហូបអាហារហ្នឹងទុកឲ្យអូនក៏សមាញ៉ាំមុនពេលទៅសាលារៀនហើយអូនកុសុមានឹងល្អូប្រាប់ខ្ញុំថាស្អប់អាខែ1ខែ2នឹងបំផុតបងប្អូនឲ្យទៅដល់ខែហ្នឹងអូនកុសុមាគឺជឿទឹកមិនដែលបានសងបងប្អូនបើមិនឲ្យជឿមិនបងប្អូនបើនៅភូមិខ្ញុំហ្នឹងគឺតិចដល់17 18អង្សាសេបងប្អូនត្រឹមតែម៉ោង3ល្ងាចឡើងហ្នឹងគឺចាប់ផ្ដើមតិចទៀតបាទហើយដល់ពេលអញ្ចឹងទៅមានអីបងប្អូនចំណេញមួយយ៉ាងដែរបងប្អូនទឹកក៏មិនអស់ច្រើនភ្លើងក៏មិនអស់ច្រើនមានអីបើម្នាក់ងូតទឹកបានមួយថ្ងៃម្ដងហ្នឹងងូតអាម៉ោង2 10អញ្ចឹងណាបងប្អូនដែលឆ្ងល់អត់មិនក៏អាហារពេលព្រឹករបស់អូនកុសុមាហ្នឹងឃើញតែក្រៀមអញ្ចឹងណាដែលឃើញមានទឹកមានអីអញ្ចឹងពួកអូនកុសុមាហ្នឹងគឺចូលចិត្តតែក្រៀមទេបងប្អូនបើសិនជាទឹកសឡទឹកអីហ្នឹងគឺអត់ចេះញ៉ាំទេហើយថ្ងៃហ្នឹងអូនកុសុមាហ្នឹងគឺកំងឲ្យម៉ាក់ហ្នឹងក្រងសក់ឲ្យអញ្ចឹងណាព្រោះចងតែកតុយមន់ពេកអូនកុសុមាហ្នឹងក៏ធុញថប់ដែរក្រោយពីចងសក់ហើយញ៉ាំបាយរួចហ្នឹងក៏បានលាម៉ាក់ហ្នឹងទៅរៀនមិនលាតែបងទេគឺលាទាំងប្អូនដែរបងប្អូនគឺលាទាំងពីរនាក់តែម្ដងចឹងឃើញថាមកដល់សាលារៀនអូនកុសុមាហើយបងប្អូនគឺសាលារៀនអូនកុសុមាគឺស្រស់ស្អាតមែនតើចឹងឥឡូវយើងទៅមើលតែថ្នាក់រៀនអូនកុសុមាហ្នឹងថាថ្នាក់ទី2ហ្នឹងខុសប្លែកពីថ្នាក់ទី1មិនទៅអូនកុសុមាហ្នឹងចូលចិត្តតែអង្គុយមុខទេបងប្អូនទោះមិនបានជួកដាក៏ដោយឲ្យតែបានតកមុខហ្នឹងទោះគៀនក៏ដោយក៏អូនកុសុមាហ្នឹងក៏យល់ព្រមដែរបងប្អូនគ្រាន់តែមកដល់សាលាភ្លាមហ្នឹងអូនកុសុមាហ្នឹងក៏បានយកកិច្ចការផ្ទះរបស់ខ្លួនហ្នឹងដែលលោកគ្រូបានដាក់ឲ្យធ្វើហ្នឹងក៏យកទៅដាក់លើតុលោកគ្រូហ្នឹងទុកឲ្យលោកគ្រូកែតែម្ដងអញ្ចឹងណាហើយឃើញតាបងប្អូនហ្នឹងឃើញក្មេងៗទេបងប្អូនគឺឧស្សាហ៍មែនតែនគឺអត់មានអ្នកដឹកនាំទេបងប្អូនគឺស្ម័គ្រចិត្តហ្នឹងបោះសម្អាតថ្នាក់រៀនខ្លួនឯងតែម្ដងហើយឃើញថាសាលាបងអូនកុសុមាហ្នឹងគឺស្រស់ស្អាតមែនតែនជាពិសេសហ្នឹងថ្នាក់រៀនបងអូនកុសុមាហ្នឹងទោះមិនមានរូបគំនូរអីផ្សេងតែឃើញថាមានរបៀបរៀបរយហើយពីបែកគ្នាមករយៈហ្នឹងគឺឃើញថាមិត្តភ័ក្តិបងអូនកុសុមាហ្នឹងគឺសួរសុខទុក្ខគ្នាហ្នឹងទាំងឆ្កែទាំងអីមកសួរសុខទុក្ខអូនកុសុមាដែរបងប្អូនហើយឃើញថាសិស្សានុសិស្សហ្នឹងគឺមកអត់ជុំគ្នាទេបងប្អូនគឺមកបានប្រហែលជា70%នៃសិស្សានុសិស្សទេបងប្អូនព្រោះថ្ងៃនេះគឺជាថ្ងៃសុក្រហើយក៏ជាថ្ងៃដើមឆ្នាំនៃឆ្នាំ2026ដែរបងប្អូនអញ្ចឹងសិស្សានុសិស្សហ្នឹងគឺគាត់មកចូលរៀនអត់ទាន់បានជុំគ្នាទេបងប្អូនគឺខ្លះហ្នឹងគឺនៅផ្ទះឆ្ងាយហ្នឹងគឺអត់បានមកទេប្រហែលជាចាំមកថ្ងៃចាំហ្នឹងហើយឃើញថាដល់វេលាពេលចេញទៅផ្ទះមុំអញ្ចឹងណាឃើញថាពុកម្ដាយក៏បានមកចាំទទួលកូនគ្រប់គ្នាហើយអូនកុសុមាក្រោយពីញ៉ាំអាហារថ្ងៃត្រង់ហើយហ្នឹងក៏បានមកធ្វើកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យហ្នឹងគឺត្រឡប់បងអូនកុសុមាហ្នឹងគឺឲ្យតែមានកិច្ចការផ្ទះហ្នឹងគឺក្រោយតែញ៉ាំបាយហើយហ្នឹងអូនកុសុមាហ្នឹងក៏មកធ្វើភ្លាមហើយក៏ម៉ាក់ហ្នឹងបានឆុងដល់គោឲ្យមួយកែវហ្នឹងដើម្បីអូនកុសុមាហ្នឹងគឺមានកម្លាំងបន្តិចព្រោះអូនកុសុមាទៅមកពីរៀនដែរអញ្ចឹងណាហើយក្រោយពីធ្វើកិច្ចការសាលារួចអូនកុសុមាក៏ឆ្លៀតមកលេងជាមួយនឹងប្អូនគឺមានតែ2នាក់បងប្អូនទេគឺលេងគឺអត់ដែរទាស់គ្នាទេបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងសូមមេត្តាខន្តីអភ័យទោសរកកំហុសខុសឆ្គងដែលនិយាយទៅលើសលួសត្រង់ប្រការណាមួយសូមអរគុណច្រើនบ๊ายបาย